ពីដំបូងខ្ញុំបាទសូមជម្រាបសួរដល់លោកគ្រូរបស់ខ្ញុំដែលជាលោកគ្រូវ៉ាន់ខេម៉ាខ្ញុំបាទឈ្មោះសុធារធីដែលជានិស្សិតនៃបឋម TNA ឆ្នាំទី2 term ទី3ហើយថ្ងៃនេះខ្ញុំមក presentation ទៅលើ system administration ដែលតកតងទៅនឹង Linux DHCP Relay Agent ដែល concept មួយនេះគឺនិយាយចង់ឲ្យយើងបង្កើតនៅCentOS server មួយដើម្បីបោះ DHCP ទៅកាន់ client របស់យើងហើយ client របស់ខ្ញុំគឺខ្ញុំបានបង្កើត relay ទៅលើ ENSP ដែលជា Huawei ឥឡូវយើងមើលទៅកាន់ CentOS របស់យើងមកដែលជា server ហ្នឹងនេះ CentOS របស់យើងដែលជា server មួយនេះតមកអឺគឺយើងអឺមើលទៅកាន់ VM របស់យើងសិនមុនយើងចូល config ហ្នឹងណាយើងមើលទៅកាន់ VM នេះសិនមកអឺចូល setting ហើយចូល network adapter នេះគឺយើងប្រើទៅលើ custom យើងប្រើ NAT brick អីទេយើងប្រើលើ custom ដែលជា VNet 1 host only អូខេតមកទៀតយើងមើលទៅកាន់ edit ចុចចូល virtual network editor អូខេតមកទៀតយើងមើលនឹងហើយគឺយើងមើលទៅលើនេះខ្ញុំយកទៅលើ VM network name type host only ហើយយើងចង់កែដាក់ change setting នេះមកចុចទៅលើ VN network ហើយយើងកែតែខ្ញុំកែហើយគឺយើងក៏បានយក bridge ឬក៏ NAT ទេគឺយើងប្រើ host only ដែលជា private network មួយហ្នឹងហើយយើង click ទៅលើ network host virtual adapter to the network ហើយយើងក៏អត់ហើយដើម្បីប្រើទៅលើ VM network ហ្នឹងហើយយើងអត់បាន click ទៅលើ DHCP ទេខ្លាចព្រោះពេល click ទៅវាអាចហានិភ័យថា DHCP server របស់យើងអាចបោះ DHCP ទៅកាន់ client របស់យើងហើយយើង click apply ហើយអូខេមកពីយើងកែហើយតមកទៀតយើងមើលទៅកាន់ CentOS របស់យើងគឺយើងចូលទៅកាន់ root សិនយើងចូលទៅកាន់ root សិន root អូខេយើងចូលមកកាន់ root រួចហើយយើងចាប់ផ្ដើមធ្វើអីគេយើងមើលយើងដាក់ IP computer យើងដាក់ IP computer សិន comment មកនេះ nmtui ឡប់នេះយើងប្រើ arrow click មក edit the connection យើងប្រើ internet ENS 33 click enter មកនេះយើងបានដាក់ IP រួចហើយដូចជា192.1.1/24 subnet មកយើងហើយនឹង DNS server យើងគឺ888តោះពីយើងដាក់រួចហើយអូខេយើង arrow click ទៅក្រោម click OK យើងបាច់ arrow click ណាច្រើនយើងបានយើង escape មកចាំវា2ទៅ3នាទី IP address អូខេឥឡូវយើងដាក់ IP address ឲ្យវារួចហើយយើងចាប់ផ្ដើម install ទៅលើ function DHCP យើងប្រើ DNF install DHCP server.file ហើយគេតែខ្ញុំបាន install រួចហើយគឺខ្ញុំមិនបាច់ install ទេគឺយើងពេលយើង install រួចហើយយើងធ្វើមិនទៀតយើងត្រូវ enable DHCP មួយហ្នឹងយើងប្រើ command system ctl enable DHCP DHCPD ហ្នឹងយើង enable វាผលិតមកយើងចង់ដឹងថាយើងបាន enable វាដែរមែនឬអត់យើងចូលមក status របស់វា system ctl status DHCPD អូខេឥឡូវវាកំពុងតែ enable ហើយដែលវាកំពុងតែ active running អូខេ control C មកតមកទៀតយើងត្រូវសរសេរ script មួយដើម្បីបោះ network ទៅកាន់ client របស់យើងក៏ដូចជាដាក់ IP របស់ server មួយទៀតអូខេ nano ដែល script ហ្នឹងខ្ញុំដាក់ក្នុង file etc dhcp dhcp dhcpd ដល់នេះគឺជា script របស់យើងបានសរសេរដែល default list time 600ហ្នឹងគឺរយៈពេលដែល DHCP បោះទៅម្ដង600ដង make list time 1200យើងបើក authorization ហើយនេះគឺជា subnet IP របស់ DHCP server របស់យើងដែលប្រើ192.1.0/24ហើយនឹងនេះគឺជា network របស់ client របស់យើងត្រូវបោះទៅ192.1.2.0ដែលជា /21 ដូចគ្នាដែល range ចាប់ពី100ទៅកាន់200ចន្លោះ100ទៅកាន់200ហើយនឹង default route របស់យើងគឺ192.1.2.1
ស្លាប់24ដូចគ្នាហើយនឹង domain name server គឺ8888តមកទៀតពេលយើង save ហើយគឺយើង control O enter ហើយ control X ដើម្បី save និង exist តមកទៀតយើងចូលមើលទៅកាន់ ENSP របស់យើងយើង start ស្មើយើង start ស្មើ start DHCP នេះយើងចូលមើលទៅកាន់client ENSP របស់យើងមកនេះអូខេអឺយើងមាននេះគឺជា gigabit 000នេះគឺជាខ្សែ gigabit 001ដែល IP របស់វា192.168.224/24ហើយនឹង gigabit 001 001ហើយ192.168.2.1/24យើងចង់ដឹងមែនអត់អូខេយើងយក system នេះដាក់បន្តិចយើងចុច system view មកលឹបយើងចូលមក system view ហើយហ្នឹងដូចជា configuration ចឹងចូល config key ចឹងណាអានេះប្រើ system view អូខេតទៅយើង system view រួចហើយយើងដាក់ IP ឲ្យ gigabit 000យើងមក IP មែន IP address ណា IP address 192.168ចុចម៉ាចុច1.254ហើយ/24គឺយើងមិនបាច់ដាក់255នេះដាក់24នេះយកមកហើយខ្ញុំដាក់ឲ្យខ្លាចវា overlap ខ្ញុំមិនដាក់ទេយើងកុំភ្លេចគឺ undo shut ដូច shut ដែរគឺយើងមិនត្រូវភ្លេចមួយហ្នឹងទេតមកទៀតយើងប្រចាំ quit ទេយើងចូល interface gigabit 001ទៀតមកលឹប IP address 192.168.2.1ដាក់ដូច protocol របស់យើង/24ដូចគ្នាខ្ញុំមិនដាក់ទេខ្លាចវា overlap undo shut គឺយើងអត់ភ្លេចទេ undo shut ហើយយើងភ្លេចមួយទៀតគឺយើងត្រូវ enable DHCP សិនប្រើcomment នេះគេ DHCP enable ពីលឹបអូខេយើង enable DHCP រួចហើយគឺយើងអាចដាក់ DHCP យើងទៅកាន់កុំព្យូទ័រមួយបានហើយគឺយើងចូលទៅកាន់ផ្លាស់មួយនេះមកតមកទៀតយើងដាក់អីគេយើងប្រើ comment នេះគេបាទ DHCP select relay តទៅយើងបាយ comment នេះហើយយើងដាក់មួយទៀត DHCP relay relay គេ relay របស់ server IP មែន IP របស់ CNF របស់យើងគឺ192.168.1.1នេះគឺជា IP server របស់យើងដែលជា CNF ហ្នឹងខ្ញុំវាយហើយអូខេឥឡូវយើងចូលមើលទៅកាន់យើងវាយ comment រួចអស់ហើយយើងចូលមើលទៅកាន់ CNF របស់យើងម្ដងទៀតអូខេយើង clear សិនមកមើលទៅកាន់ CentOS របស់យើងម្ដងគឺយើងping មិនដំបូងយើង ping ខ្លួនឯងស្គាល់សិនយើង ping ខ្លួនឯងសិន ping 192.168.1.1អូខេវាស្គាល់ខ្លួនឯងហើយតមកទៀតយើង ping ទៅកាន់ VM network Pro 254អូខេវាស្គាល់ cloud នៅកន្លែង ENSP រួចហើយវាស្គាល់ cloud ហើយឥឡូវយើង ping ទៅកាន់ router របស់ ENSP ម្ដង2.1អូខេវាស្គាល់ router ENSP រួចហើយឥឡូវយើងជោគជ័យពេញទំហឹងហើយជោគជ័យហើយគឺយើងមើលទៅកាន់ ENSP ម្ដងនេះយើងចាប់ផ្ដើមដាក់តែមកផលិត PC នេះមកជាប់ខ្សែផ្លាប់មកផ្លាប់ហើយយើងចាប់ផ្ដើម start បើកកុំព្យូទ័រនេះដឹកចាំខ្សែបបតអូខេខ្សែបបតហើយយកធ្វើទាំងអស់យើងមើល IP version IP config វាអត់ទាន់មាន IP address ទេយើងត្រូវតែដាក់ IP សិនមើលយើងប្រើ comment មួយនេះ IP config renew យើងដាក់ IP ថ្មី please turn on the DHCP mode បាទគេអត់តន់បើក DHCP ផងហ្នឹងនេះបើកភ្លឹប apply ភ្លឹបយកមកទៀត Hero Killer IP configuration មើលបានអត់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 មកពិតមែនអូខេនេះ IP configuration 192ចំនួន1.2.159គឺយើងរែងពី100ទៅ200/24 default route
/2/1.2.1 ហើយនឹង DNS server គឺ8.8.8ចុងបញ្ចប់ lab យើងបានជោគជ័យដល់100%រួចហើយខ្ញុំបាទធ្វើទៀតទេអរគុណលោកគ្រូដែលបានទស្សនាវីដេអូនេះដល់ចប់